ណៈពេលនេះត្រូវបានគេដឹងថាមេកំពូល NATO បានទៅដល់ទឹកដីអ៊ុយក្រែនក្នុងតំបន់សមរភូមិក្តៅអូដេសាជួបជាមួយនឹងលោក Zelensky ដែលបន្ទាប់ពីការវាយប្រហារដោយមីស៊ីលប៉ាឡេស្ទិករបស់ប្រទេសរុស្ស៊ីបានសម្លាប់ប្រជាជនអ៊ុយក្រែនដែលស្ថិតនៅតំបន់ Zami ទឹកដីរបស់អ៊ុយក្រែនយ៉ាងតិចចំនួន35នាក់និងប្រជាជនចំនួនជាង120នាក់បានរងរបួសធ្ងន់កាលពីថ្ងៃទី13ខែមេសាឆ្នាំ2025នេះដោយយោងតាមការចុះផ្សាយនៃបណ្ដាញផ្សាយព័ត៌មានអ៊ុយក្រែន Form Prada ចុះផ្សាយនៅថ្ងៃទី15ខែមេសាឆ្នាំ2025នេះគឺបានឲ្យដឹងថាលោក Volodymyr Zelensky ប្រធានាធិបតីរបស់អ៊ុយក្រែនបានអមដំណើរជាមួយនឹងអគ្គលេខាធិការអង្គការយោធា NATO លោក Mark Rutte ចុះទៅដល់មន្ទីរពេទ្យមួយនៃតំបន់សមរភូមិជួរមុខហើយនៅទីនោះលោកបានជួបជាមួយនឹងកងទ័ពប្រទេសអ៊ុយក្រែនដែលកំពុងសម្រាប់ព្យាបាលមុខរបួសរបស់ពួកគេហើយនេះដោយយោងតាមបណ្ដាញ Facebook ដែលបញ្ជាក់ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បើយោងតាមបណ្ដាញផ្សាយព័ត៌មាន Interfax របស់ប្រទេសអ៊ុយក្រែនគឺបានឲ្យដឹងថាអគ្គលេខាធិការអង្គការយោធា NATO លោក Mark Rutte លោកបានចុះទៅដល់តំបន់អូដេសាដែលត្រូវបានគេដឹងថាគឺជាសមរភូមិដែលក្តៅគគុកដែលតែងតែរងការវាយប្រហារដោយគ្រាប់មីស៊ីលនិងដ្រូនពីសំណាក់ប្រទេសរុស្ស៊ីហើយអមជាមួយនឹងលោក Mark Rutte នោះគឺប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky អគ្គលេខាធិការអង្គការយោធា NATO លោក Mark Rutte បាននិយាយថា NATO កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនហើយក៏កំពុងតែតាមដានអំពីការចរចានៃការចរចាដើម្បីអនុវត្តនៅបទឈប់បាញ់គ្នានៅតំបន់សមុទ្រខ្មៅរួមនឹងការវាយប្រហារទាំងឡាយណាគឺត្រូវតែបញ្ជាឲ្យបានចំពោះការវាយប្រហារចំតំបន់ដែលមានប្រជាជនរស់នៅគឺមិនត្រូវមានការបើកការវាយប្រហារនោះទេលោកអគ្គលេខាធិការអង្គការយោធា NATO Mark Rutte លោកបានបញ្ជាក់បន្ថែមទៀតថាចំពោះការវាយប្រហារថ្មីបំផុតនេះដែលរុស្ស៊ីបានបាញ់គ្រាប់មីស៊ីលគឺបាញ់ចំទីប្រជុំជនមួយដែលស្ថិតនៅក្នុងតំបន់ Zami កាលពីថ្ងៃទី13ខែមេសាឆ្នាំ2025នេះដែលនេះជាសោកនាដកម្មដ៏អាក្រក់បំផុតរបស់ប្រទេសមហាអំណាចរុស្ស៊ីនេះដែលបានបើកការវាយប្រហារសូម្បីតែគោលដៅលើជនស៊ីវិលក៏រុស្ស៊ីមិនត្រាប្រណីនោះទេនៅពេលដែលមានអ្នកសារព័ត៌មានសួរអំពីការចរចានៅលើទឹកដីនៃប្រទេសទូគីដោយនិយាយអំពីការបើកចំហពីនាវាចរនៅតំបន់សមុទ្រខ្មៅនោះលោក Mark Rutte បាននិយាយថា NATO ក៏ចូលពាក់ព័ន្ធនៅដំណើរការនៃការចរចានោះដែរប៉ុន្តែ NATO ត្រឹមតែជាអ្នកសង្កេតការណ៍តែប៉ុណ្ណោះហើយអ្វីដែលសំខាន់នោះចំពោះការចរចាទាំងអស់ចាត់ទុកថាអ្នកដែលជាប់ពាក់ព័ន្ធគឺរដ្ឋការរបស់លោក Donald Trump ដែលជាអ្នកចេញមុខក្នុងការចរចារវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនប៉ុន្តែលោក Mark Rutte គឺមើលឃើញថាចំពោះការផ្ដួចផ្ដើមរបស់លោក Donald Trump ដែលស្នើឲ្យមានបទឈប់បាញ់គ្នានៅខណៈនេះកំពុងតែដើរលើផ្លូវមួយដ៏លំបាកបំផុតដែលការអនុវត្តមិនបាននៅបទឈប់បាញ់គ្នានេះហើយដែលនាំឲ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរបន្ថែមទៀតអគ្គលេខាធិការអង្គការយោធា NATO លោក Mark Rutte បានបញ្ជាក់បន្ថែមទៀតថាសម្ព័ន្ធភាពនៃអង្គការយោធា NATO បានសម្រេចរួមគ្នាហើយគឺការសន្យាដែលផ្ដល់ឲ្យអ៊ុយក្រែននៅក្នុងទំហំសាច់ប្រាក់ $23,000 លានសហរដ្ឋអាមេរិកបន្ថែមទៀតដើម្បីផ្ដល់ការគាំទ្រសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែននៅក្នុងឆ្នាំ2025នេះបើតាមលោក Mark Rutte លោកជឿជាក់ថាប្រទេសអ៊ុយក្រែនប្រជាជនអ៊ុយក្រែនចង់បានសន្តិភាពប៉ុន្តែប្រទេសរុស្ស៊ីទេដែលមិនចង់បានសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែនចំពោះដំណើរទស្សនកិច្ចរបស់លោក Mark Rutte ទៅកាន់តំបន់អូដេសាដែលជាតំបន់សមរភូមិជួរមុខផងដែរនេះជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មេដឹកនាំទាំងពីរបានទៅចុះជួបកងទ័ពរបស់ប្រទេសអ៊ុយក្រែនដែលរងរបួសហើយត្រូវព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់យោធាមួយកន្លែងនៅក្នុងតំបន់អូដេសាប្រធានាធិបតីរបស់អ៊ុយក្រែនគឺលោក Volodymyr Zelensky បានសួរសុខទុក្ខដល់អ្នកជំងឺទាំងនោះដែលជាយុទ្ធជននៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky ប្រធានាធិបតីរបស់អ៊ុយក្រែនលោកបានកោតសរសើរនិងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះយុទ្ធជនដែលរងរបួសពិការហើយកំពុងតែព្យាបាលមុខរបួសរបស់ពួកគេហើយបើតាមដំណឹងគឺបានឲ្យដឹងថាពួកគេបានជាសះស្បើយច្រើនហើយចូលទៅសមរភូមិឡើងវិញទៀតលោក Volodymyr Zelensky ក៏បានផ្ដល់ប័ណ្ណសរសើរនិងពានរង្វាន់ទៅដល់យុទ្ធជនទាំងនោះទៀតផងហើយស្របពេលជាមួយគ្នានេះផងដែរអគ្គលេខាធិការអង្គការយោធា NATO លោក Mark Rutte នៅក្នុងទីក្រុងអូដេសាដែលជាផ្នែកមួយដែលកំពុងតែធ្លាក់នៅក្នុងសង្គ្រាមផងដែរនេះលោក Volodymyr Zelensky និងលោក Mark Rutte បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា
ទៅកាន់អ្នកសារព័ត៌មានលោក Mark Rutte អគ្គលេខាធិការអង្គការយោធា NATO បានប្រាប់ទៅអ្នកសារព័ត៌មានថារូបលោកនិងលោក Volodymyr Zelensky បានពិភាក្សាគ្នាអំពីកិច្ចការក្នុងរដ្ឋបាលរបស់លោក Donald Trump ដែលអះអាងអំពីការត្រួសត្រាយផ្លូវដើម្បីស្វែងទៅរកការបិទបញ្ចប់សង្គ្រាមរវាងប្រទេសមហាអំណាចរុស្ស៊ីនិងប្រទេសអ៊ុយក្រែនប៉ុន្តែលោក Mark Rutte បានបញ្ជាក់ម្ដងហើយម្ដងទៀតថាប្រទេសរុស្ស៊ីនេះមានសារធាតុជាអ្នកឈ្លានពាននិងជាអ្នកចាប់ផ្ដើមសង្គ្រាមហេតុដូច្នេះហើយយើងគ្មានអ្វីឆ្ងល់ថារុស្ស៊ីចង់បិទបញ្ចប់សង្គ្រាមដោយងាយៗនោះទេហើយលោក Mark Rutte នៅតែបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាការបិទបញ្ចប់សង្គ្រាមគឺវាអាស្រ័យទៅលើអ្នកឈ្លានពាននោះទេប៉ុន្តែចំពោះលោកគឺនៅតែមើលឃើញថាអង្គការយោធា NATO នៅជាប់ជាមួយនឹងអ៊ុយក្រែនជានិច្ចគឺមិនដកដៃចេញពីអ៊ុយក្រែននោះទេដូច្នេះហើយបានជាសម្ព័ន្ធភាពរបស់អង្គការយោធា NATO គឺត្រូវតែបង្កើនការផ្តល់ជំនួយទៅឲ្យអ៊ុយក្រែនហើយនេះគឺជាលើកដំបូងហើយដែលអគ្គលេខាធិការអង្គការយោធា NATO ធ្វើដំណើរទៅកាន់តំបន់សមរភូមិមួយនៅតំបន់អូឌីសាហើយលោកបានជួបផ្ទាល់ជាមួយនឹងយុទ្ធជនអ៊ុយក្រែនដែលរងរបួសសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យលោក Mark Rutte ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនលើកនេះលោកមិនបានផ្ដល់ព័ត៌មានជាមុននោះទេដែលជាទស្សនកិច្ចយ៉ាងសម្ងាត់បំផុតហើយទីបំផុតលោកមានវត្តមាននៅរដ្ឋធានីគីវរួមនឹងតំបន់សមរភូមិក្តៅអូឌីសាទៀតផងហើយសូមបញ្ជាក់បន្ថែមទៀតថាលោក Mark Rutte បានឡើងកាន់តំណែងអគ្គលេខាធិការអង្គការយោធា NATO ដែលជំនួសឲ្យលោក Jens Stoltenberg នៅថ្ងៃទី1ខែតុលាឆ្នាំ2024ចំពោះអ្នកសង្កេតការណ៍គឺមើលឃើញថាការឡើងកាន់តំណែងរបស់លោក Mark Rutte ដែលជំនួសឲ្យលោក Jens Stoltenberg នេះគឺនៅចំពេលដែលសង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីរបស់អ៊ុយក្រែនគឺកាន់តែក្តៅឡើងនិងអាក្រក់ឡើងហើយនៅខណៈនេះគឺកាន់តែធ្ងន់ធ្ងរឡើងហើយលោក Mark Rutte បានសច្ចាថានឹងដឹកនាំអង្គការយោធា NATO ឲ្យកាន់តែមានភាពរឹងមាំនិងសាមគ្គីភាពតទៅមុខទៀតតែនៅខណៈនេះសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump គឺលោក Donald Trump និងរដ្ឋការរបស់លោកកំពុងតែដកខ្លួនបណ្ដាចេញពីសម្ព័ន្ធភាពរបស់អង្គការយោធា NATO ជាពិសេសគឺដកខ្លួនមិនពង្រឹងសមត្ថភាពរបស់ NATO ខ្លាំងពេកនោះទេដោយលោកចាត់ទុកថាអឺរ៉ុបទាំង30ប្រទេសដោយបូកបន្ថែមប្រទេសកាណាដាផងដែរនោះត្រូវតែក្លាយទៅជាចលករដ៏រឹងមាំមួយរបស់ NATO ដោយមិនត្រូវពឹងផ្អែកទៅលើសហរដ្ឋអាមេរិកច្រើនពេកនោះទេរដ្ឋការរបស់លោក Donald Trump តែងតែជំរុញឲ្យប្រទេសនៅអឺរ៉ុបបង្កើនកញ្ចប់យោធាសម្រាប់ NATO ឲ្យបានកម្រិតខ្ពស់ជាងមុនគឺមិនត្រូវប្រើប្រាស់កញ្ចប់ថវិកាតិចតួចសម្រាប់ពង្រឹងសន្តិសុខអង្គការយោធា NATO នៅអឺរ៉ុបនោះទេគឺត្រូវតែបង្កើនកញ្ចប់ថវិកាយោធាលើសពី2ដងទៅទៀតហើយមានប្រទេសខ្លះត្រូវបង្កើនកញ្ចប់យោធាដល់ NATO ឲ្យបាន 5% គឺមិនត្រូវមានត្រឹមតែ 2% ឬ 3% នោះទេចាប់តាំងពីលោក Donald Trump ចូលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកមកលោក Trump តែងតែព្រមានការដកថយចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកទៅលើអង្គការយោធា NATO មានប្រទេសអឺរ៉ុបជាច្រើនបានបង្កើនកញ្ចប់យោធារបស់ខ្លួនសម្រាប់អង្គការយោធា NATO គឺសឹងតែគ្រប់ប្រទេសទៅហើយនៅពេលនេះប្រទេសខ្លះបានប្រកាសកញ្ចប់យោធាសម្រាប់ NATO រហូតដល់ទៅ 5% ប្រទេសខ្លះ 4% ប្រទេសខ្លះ 3% ប៉ុន្តែភាគច្រើនត្រូវបានគេមើលឃើញថាកំពុងតែបង្កើនកញ្ចប់យោធាសម្រាប់អង្គការយោធា NATO ឲ្យបានដល់ 5% NATO បច្ចុប្បន្ននេះមាន32ប្រទេសហើយមានប្រទេសពីរថ្មីបំផុតសម្រាប់ NATO គឺប្រទេសស៊ុយអែតនិងហ្វាំងឡង់ដែលប្រទេសទាំងពីរនេះទើបតែជាសមាជិកនៃអង្គការយោធា NATO នៅក្នុងអំឡុងសង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែតបានសុំជាសមាជិក NATO ភ្លាមគឺនៅខណៈពេលដែលប្រទេសរុស្ស៊ីបង្កសង្គ្រាមកាន់តែធ្ងន់ធ្ងរនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនទាំងហ្វាំងឡង់និងស៊ុយអែតសុទ្ធតែជាប្រទេសដែលមានព្រំដែនជាប់នឹងប្រទេសរុស្ស៊ីប្រទេសទាំងពីរនេះបានព្យាយាមអត់ធ្មត់ប្រកាន់នយោបាយអព្យាក្រឹតផ្នែកយោធាចំនួនរាប់ទសវត្សរ៍មកហើយប៉ុន្តែនៅពេលដែលប្រទេសអ៊ុយក្រែនធ្លាក់ក្នុងសង្គ្រាមរបស់រុស្ស៊ីប្រទេសទាំងពីរនេះក៏បានដាក់ពាក្យសុំធ្វើជាសមាជិកអង្គការយោធា NATO ចំណែកឯប្រទេសអ៊ុយក្រែនក៏ព្យាយាមសុំជាសមាជិកនៃអង្គការយោធា NATO ផងដែរគឺតាំងពីឆ្នាំ2018ប៉ុន្តែ NATO មិនព្រមសម្រេចឲ្យអ៊ុយក្រែនជាសមាជិករបស់ខ្លួននោះទេក៏ព្រោះតែ NATO មិនទទួលយកអ៊ុយក្រែនជាសមាជិករបស់ខ្លួនព្រោះតែរុស្ស៊ីគំរាមអ៊ុយក្រែនខ្លាំងណាស់រុស្ស៊ីគំរាមថាបើអ៊ុយក្រែនជាសមាជិក NATO អ៊ុយក្រែនត្រូវតែធ្លាក់ក្នុងសង្គ្រាមរបស់រុស្ស៊ីប៉ុន្តែនៅពេលនេះអ៊ុយក្រែនមិនទាន់ក្លាយទៅជាសមាជិកនៃអង្គការយោធា NATO ផងបែរជាអ៊ុយក្រែនធ្លាក់ទៅក្នុងសង្គ្រាមរបស់រុស្ស៊ីទៅហើយគឺនៅពេលនេះ